ដើម្បីឲ្យយើងវង្វេងវង្វាន់លែងស្គាល់មិត្តលែងស្គាល់សត្រូវរួចហើយយកសត្រូវធ្វើជាមិត្តហើយយកមិត្តធ្វើជាសត្រូវនេះគឺជាគ្រោះថ្នាក់ខ្លាំងណាស់អញ្ចឹងតើយើងត្រូវធ្វើយ៉ាងដូចម្តេចទៅដើម្បីបែងចែកឲ្យបានច្បាស់លាស់ថាតើនរណាជាមិត្តនរណាជាសត្រូវនៅក្នុងពេលនេះខ្ញុំលើកយកចំណុចមួយពាក់ព័ន្ធជាមួយនឹងទ្រឹស្ដីសាសនាព្រោះនៅក្នុងព្រះពុទ្ធសាសនារបស់យើងត្រូវបានគេបំលែងទ្រឹស្ដីជាច្រើនរួចមកហើយដើម្បីបំភាន់មកលើយើងមានដូចជាទ្រឹស្ដីដែលនិយាយថាព្រៃអង្គររលំភ្នំពេញរលាយបាត់ដំបងខ្ចាត់ខ្ចាយសបាយនៅអង្គរវត្តជាដើមទ្រឹស្ដីទាំងនេះមិនមែនជាទ្រឹស្ដីរបស់ព្រះពុទ្ធសាសនាឡើយសូម្បីតែនៅក្នុងគម្ពីរព្រះត្រៃបិដកខ្ញុំឆែករកអត់មានទេទ្រឹស្ដីទាំងនេះវាមានលក្ខណៈជាមโนគមវិទ្យាបែបអាណាចក្រចំណែកព្រះពុទ្ធសាសនាគឺព្រះអង្គដើរនៅក្នុងមាគ៌ានៃធម្មចក្រព្រះអង្គមិននិយាយអំពីអាណាចក្រឡើយរាល់ទ្រឹស្ដីទាំងឡាយណាដែលនិយាយអំពីអាណាចក្រខុសអំពីក្បួនខុសអំពីមាគ៌ារបស់ព្រះពុទ្ធសាសនារួចទៅហើយអញ្ចឹងសំណួរសួរថាហេតុអីបានទ្រឹស្ដីនឹងគេបង្កើតឡើងហើយគេបង្កើតឡើងនៅពេលណាគេបង្កើតឡើងដើម្បីអ្វីដូចដែលបងលើកឡើងអញ្ចឹងគឺគេបង្កើតឡើងនៅក្នុងគោលបំណងបំភាន់ស្មារតីរបស់យើងឲ្យយើងយល់ឃើញថាសត្រូវគឺជាមិត្តហើយយល់ឃើញថាមិត្តគឺជាសត្រូវនេះហើយគឺជាគ្រោះថ្នាក់អញ្ចឹងដើម្បីយើងដោះស្រាយអាបញ្ហាមួយណាជាមិត្តមួយណាជាសត្រូវគឺយើងត្រូវតែស្គាល់ខ្លួនយើងឲ្យច្បាស់ហើយបើយើងជឿនៅព្រះពុទ្ធសាសនាត្រូវតែស្គាល់ព្រះពុទ្ធឲ្យបានច្បាស់តើមាគ៌ារបស់ព្រះពុទ្ធគឺជាអ្វីដើម្បីជៀសវាងការដែលគេបង្កើតទ្រឹស្ដីคล้ายៗរួចហើយគេកុហកថាជាទ្រឹស្ដីព្រះពុទ្ធហើយយើងចេះតែជឿនោះដូចរឿងអ៊ូខុងអញ្ចឹងខាងជេងគាត់ជឿទៅលើព្រះយូឡាយណាគាត់គោរពទៅលើព្រះយូឡាយណាព្រះយូឡាយគឺព្រះពុទ្ធនឹងហើយប៉ុន្តែខាងជេងអត់ដែលជួបព្រះពុទ្ធទេអត់ដែលស្គាល់ព្រះយូឡាយទេដូច្នេះហើយពេលដែលខាងជេងធ្វើដំណើរតាមផ្លូវគឺពួកបិសាចវាស្គាល់អំពីខាងជេងនឹងច្បាស់វាដឹងថាខាងជេងគឺគោរពព្រះយូឡាយដូច្នេះហើយវាក្រឡាខ្លួនធ្វើជាព្រះយូឡាយបោកខាងជេងធ្វើឲ្យអ៊ូខុងវេទនាយ៉ាងក្រៃលែងដូចគ្នាដែរសត្រូវគេឆ្លាតណាស់គេដឹងថាយើងគោរពព្រះដូច្នេះហើយគេបង្កើតទ្រឹស្ដីคล้ายៗហើយគេថាហ្នឹងគឺជាទ្រឹស្ដីព្រះរួចហើយយើងអត់ស្គាល់ព្រះចេះតែគោរពចេះតែជឿលទ្ធផលចុងក្រោយគឺយើងបរាជ័យយើងចាញ់បោកគេត្រូវបានគេសម្លាប់ត្រូវបានគេយកទៅធ្វើជាទាសករ